ចតាសោហេបដិសម្បទាអដ្ឋបដិសម្បទាធម្មបដិសម្បទានិរុត្តបដិសម្បទាបដិភិនបដិសម្បទាបដិសម្បទា4គឺអូតែយើងចែកនិយាយថាបែកអាត់បែកសក្តីបែកបដិសម្បទា4ហ្នឹងអីបងហ្នឹងហាត់ដឹងបដិសម្បទា4ហ្នឹងមានអីខ្លះបងតើមកទេលោកនឹងបញ្យល់ដូចជាភាសាអីហ្នឹងតើមនុស្សយើងទេវតាអមនុស្សទារកដែលកើតដំបងអីហ្នឹងប្រើភាសាអីយើងនឹងដឹងនៅខាងមុខឥឡូវតទៀតឯបងបាទអញ្ចឹងអត់ចូលអត់តន់ចូលដល់អាប់ជ្រៅទេលើគាត់តែរៀបរាប់ទៅហ្នឹងហើយយើងដឹងបដិសម្បទាមាន4គឺអដ្ឋបដិសម្បទាបញ្ញាបែកធ្លាយក្នុងអត្ថ1ធម្មបដិសម្បទាបញ្ញាបែកធ្លាយក្នុងធម៌1និរតិបដិសម្បទាបញ្ញាបែកធ្លាយក្នុងភាសា1បដិភានៈបដិសម្បទាបញ្ញាបែកធ្លាយក្នុងបដិភានបងបដិភានហ្នឹងមិនន័យថាម៉េចទៅបងជំនាញអូជំនាញអញ្ចឹងមិនន័យថាបដិសម្បទា4ហ្នឹងមាន1បែកធ្លាយក្នុងអត្ថ1បែកធ្លាយក្នុងធម៌1បែកធ្លាយក្នុងភាសាហើយ1បែកធ្លាយក្នុងជំនាញផ្លូវគឺឧបាយជាគ្រឿងសម្រាប់បដិសម្បទាទាំងនោះព្រោះហេតុនោះទៅឈ្មោះថាបដិសម្បទាមគ្គមានពាក្យអธิบายថាជាហេតុនៃការបានចំពោះនៅបដិសម្បទាប្រសិនបើមានពាក្យសួរថាផ្លូវនេះជាផ្លូវនៃបដិសម្បទាបានព្រោះហេតុអ្វីក៏កបីមានវិសាចនាថាព្រោះផ្លូវគឺទេសនាដែលព្រះមានប្រភាកទ្រង់សម្ដែងដោយប្រភេទជាហេតុនាំមកនៅបដិសម្បទាញាណពិតហើយធម៌ទាំងឡាយមានប្រភេទផ្សេងទេសនាក៏មានប្រភេទផ្សេងរមែងឲ្យកើតប្រភេទនៃបដិសម្បទាញាណដល់ព្រះអរិយបុគ្គលទាំងឡាយដែលជាអ្នកស្ដាប់និងជាបច្ច័យដល់ការបែកធ្លាយក្នុងបដិសម្បទាញាណដល់ពធជនតទៅអនាគតលោកពោលពាក្យនេះទុកថាទេសនាដោយប្រភេទរមែងនាំមកនៅបដិសម្បទាញាណដែលជាគ្រឿងទម្លាយខណៈសញ្ញាចេញបានទេសនាមានប្រភេទផ្សេងនេះមានព្រោះហេតុនោះទេសនានេះទៅជាទេសនាឲ្យសម្រាប់ជាផ្លូវនៃបដិសម្បទាទាំងឡាយបណ្ដាបទទាំងនោះបទថាចតាសោជាបទកំណត់ចំនួនបទថាបដិសម្បទាបានដល់បញ្ញាជាគ្រឿងបែកធ្លាយមិនមែនជាការបែកធ្លាយវត្ថុណាមួយដទៃឡើយជាការបែកធ្លាយរបស់ញាណប៉ុណ្ណោះព្រោះលោកពោលទុកថាការដឹងក្នុងអត្ថឈ្មោះថាអដ្ឋបដិសម្បទាការដឹងក្នុងធម៌ឈ្មោះដាច់បាត់ទេណាតើអញ្ចឹងតែបើពោលដោយប្រភេទហើយធម៌5ប្រការទាំងនេះគឺហេតុឲ្យកើតផលយ៉ាងណាមួយអរិយមគ្គ1ព្រះបាលីដែលព្រះមានប្រភាកត្រាស់ហើយ1កុសល1អកុសល1បណ្ឌិតក៏បីជ្រាបថាធម្មញាណដែលបែកធ្លាយក្នុងធម៌នោះរបស់ព្រះអរិយបុគ្គលអ្នកពិចារណាធម៌នោះឈ្មោះថាធម្មបដិសម្បទាអូបានន័យថាលោកដឹងអត្ថនៃធម៌នេះបែកធ្លាយធម៌នេះអាចយល់ពិតហើយអត្ថដូចតទៅនេះមកក្នុងព្រះអភិធម្មបិដកវិភាំងដែលព្រះមានប្រភាកទ្រង់សម្ដែងចែកទុកដោយន័យជាដើមថាសេចក្តីដឹងក្នុងទុក្ខឈ្មោះថាអដ្ឋបដិសម្បទាសេចក្តីដឹងក្នុងការកើតឡើងនៃទុក្ខឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងក្នុងការរលត់ទុក្ខឈ្មោះថាអដ្ឋបដិសម្បទាសេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងហេតុឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងផលនៃហេតុឈ្មោះថាអដ្ឋបដិសម្បទាធម៌ទាំងឡាយណាកើតចម្រើនលូតលាស់ដុះដាលចម្រុងចម្រើនកើតប្រកបហើយសេចក្តីដឹងក្នុងធម៌ទាំងឡាយនោះឈ្មោះថាអដ្ឋបដិសម្បទាធម៌ទាំងឡាយនោះកើតចម្រើនលូតលាស់ដុះដាលចម្រុងចម្រើនកើតប្រកបហើយអំពីធម៌ទាំងឡាយណាសេចក្តីដឹងក្នុងធម៌ទាំងឡាយនោះឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងក្នុងចរិយានិងមរណៈឈ្មោះថាអដ្ឋបដិសម្បទាសេចក្តីដឹងក្នុងការកើតឡើងនៃចរិយានិងមរណៈឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងក្នុងការរលត់នៃចរិយានិងមរណៈឈ្មោះថាអដ្ឋបដិសម្បទាសេចក្តីដឹងក្នុងបដិសម្បទាជាដំណើរទៅកាន់ទីរំលត់នៃចរិយានិងមរណៈឈ្មោះថាធម្មបដិសម្បទា
សេចក្តីដឹងក្នុងជាតិបេសេចក្តីដឹងក្នុងភពបេសេចក្តីដឹងក្នុងឧបាទានបេសេចក្តីដឹងក្នុងតណ្ហាបេសេចក្តីដឹងក្នុងភាវនាបេសេចក្តីដឹងក្នុងភាសៈបេសេចក្តីដឹងក្នុងសលាយតនៈបេសេចក្តីដឹងក្នុងនាមរូបបេសេចក្តីដឹងក្នុងវិញ្ញាណបេសេចក្តីដឹងក្នុងសង្ខារទាំងឡាយឈ្មោះថាអដ្ឋបដិសម្បទាសេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងក្នុងការរលត់នៃសង្ខារឈ្មោះថាអដ្ឋបដិសម្បទាសេចក្តីដឹងក្នុងបដិបទាជាដំណើរទៅកាន់ទីរំលត់នៃសង្ខារឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងក្នុងជាតិបេសេចក្តីដឹងក្នុងភពបេសេចក្តីដឹងក្នុងឧបាទានបេសេចក្តីដឹងក្នុងតណ្ហាសេចក្តីដឹងក្នុងភាវនាបេសេចក្តីដឹងក្នុងភាសៈបេសេចក្តីដឹងក្នុងសលាយតនៈបេសេចក្តីដឹងក្នុងនាមរូបបេសេចក្តីដឹងក្នុងវិញ្ញាណបេសេចក្តីដឹងក្នុងសង្ខារទាំងឡាយឈ្មោះថាអដ្ឋបដិសម្បទាសេចក្តីដឹងក្នុងការកើតឡើងនៃសង្ខារឈ្មោះថាធម្មបដិសម្បទាសេចក្តីដឹងក្នុងការរលត់នៃសង្ខារឈ្មោះថាអដ្ឋបដិសម្បទាសេចក្តី